trong việc nó cái đấy nó việc ổn định đào chọc người dân có theo bị trái nó về nó cái đấy lúc ta tạm biệt scholarship tai nó ở tệ tạm bắt tớ mình bị thông thông anh bên nó cái đấy bàn tí mùi cóได้hai rụp cò để mình được chia hai rụp cò thay ba cái đấy hai rụp cò tam được dạ scholarship một chấm nuôn hai rụp cò postco có đôi chia miền hai rụp cò professor scholarship dạ hai rụp cò collaboration រវាង scholarship របស់ខ្មែរជាមួយនឹងប្រទេសកូរ៉េផ្ទាល់ប៉ុន្តែតើមានhai rụp còក៏យើងមករៀននៅប្រទេសកូរ៉េបានដែរវាគឺជារបៀបទី2ដែលយើងអាចមករៀននៅប្រទេសកូរ៉េបានគឺជាការរៀនដោយការបង់លុយខ្លួនឯងទូទៅការសិក្សានៅប្រទេសកូរ៉េតម្លៃចាប់ពី2000ទៅ$4500សម្រាប់សាកលវិទ្យាល័យដូចជាសាកលវិទ្យាល័យរដ្ឋហើយពី4000ដល់$8000សម្រាប់សាកលវិទ្យាល័យឯកជនបាទពីថ្លៃរស់នៅខ្ញុំគិតថាតម្លៃសាលាប៉ុណ្ណឹងគឺប្រហាក់ប្រហែលសាលាមួយចំនួននៅប្រទេសខ្មែរហើយសម្រាប់ការដាក់រៀននៅប្រទេសកូរ៉េខ្លួនឯងនោះអ្នកនរគ្នាអាច search នៅក្នុង website សាលាមួយបានខ្លះទាំងអស់នោះនឹងមានព័ត៌មានថាទាមទារឯកសារគេខ្លះដូចយើងដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យខ្មែរមួយចំនួនអញ្ចឹងគេទាមទារឯកសារទាំងអស់នោះដូចគ្នាការរៀននៅប្រទេសកូរ៉េបងលុយខ្លួនឯងហ្នឹងអ្នកខ្លះថាអូខ្លាចលោកអត់ថ្លៃច្រើនពាក់ព័ន្ធជាមួយនឹងការរស់នៅអីចឹងទៅប៉ុន្តែនៅក្នុងហ្នឹងក៏យើងអាចធ្វើការ part time បានដែរដើម្បីជួយដល់ការរស់នៅប្រចាំថ្ងៃរបស់យើងនៅកូរ៉េហើយការធ្វើហ្នឹងមិនមែនមានតែយើងទេជនជាតិផ្សេងក៏គេធ្វើអញ្ចឹងដូចគ្នាហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់មករៀននៅប្រទេសកូរ៉េគាត់អាចស្វែងរកព័ត៌មានទាំងអស់ហ្នឹងហើយក៏អាចសាកសួរពាក់ព័ន្ធព័ត៌មានផ្សេងទៅកាន់សមាគមនិស្សិតខ្មែរនៅប្រទេសកូរ៉េគាត់នឹងជួយណែនាំនៅក្នុងការរៀបចំឬក៏ស្វែងរកស្ថាប័នណាមួយដែលអាចជួយបងប្អូនដាក់ពាក្យមករៀននៅប្រទេសកូរ៉េបាន